យល់មូលហេតុហើយចេះឆ្ងល់ចេះស៊ុបយើងងាស់យូរទៅកាន់តែអត់ឈ្ងុយបាត់ក្លិនអស់លីងខំអីក៏អត់ដឹងរឿងហ្នឹងដែរមានម៉ែគាត់មកពីស្វីគាត់មកប្រាប់ហ្មងបងប្អូនគាត់ថាបានមើលវីដេអូចៅពីរបៀបធ្វើស៊ុបតាមបទពិសោធន៍ដែលម៉ែថតធ្វើឆ្អឹងស៊ុបដែលយើងយកមកដល់យើងត្រូវស្រុះវាជាមួយនឹងស្រាចិនសិនដើម្បីឲ្យកាត់ក្លិនឆ្អាបក្លិនដែលវាអត់ល្អហើយណាមួយនៅពេលដែលយើងយកទៅធ្វើស៊ុបវាថ្លាល្អតែម្ដងចៃដន្យអីថ្ងៃហ្នឹងភ្ញៀវក៏ឲ្យធ្វើស៊ុបឆ្អឹងគោឲ្យគាត់មួយឆ្នាំងធំអញ្ចឹងខ្ញុំដាក់មកផ្ទះថ្នោតហ្មងទៅព្រោះចង់ទុកមួយឆ្នាំងតូចធ្វើញ៉ាំជុំម៉ាក់ដែរនៅថ្ងៃបុណ្យទិវាអ្នកម្ដាយនេះវិធីធ្វើស៊ុបរបស់យើងមួយនេះគឺថាល្អមែនតើទោះជាស៊ុបរបស់យើងងាស់យូរយ៉ាងណាក៏ក្លិនរបស់វានៅតែឈ្ងុយល្អដែរតិចនិចតែគាត់ប្រាប់នោះស្រួលមែនតើរបៀបថាវាជារឿងមួយដែលយើងមើលម្លងវិធីធ្វើសាមញ្ញធម្មតាបំផុតយើងដាំទឹកឲ្យពុះដាក់ឆ្អឹងគោដាក់បន្លែដាក់គ្រឿងនៃម៉ាត់អាំងមុនហ្នឹងហើយបងរសជាតិនេះត្រង់កន្លែងនេះគឺសំខាន់មែនតើយកប្រើម្សៅស៊ុបមាន់ឬមួយក៏អីបងប្អូនប្រើតែស្ករអំបិលប៊ីចេងទឹកត្រីហើយយកប្រើបាគាក្រៀមឯងបងប្អូនយើងប្រើតែជាហឺឯងខ្ញុំសាកធ្វើតាមវិធីគាត់ប្រាប់ត្រង់កន្លែងបងរសជាតិប្រើតែស្ករអំបិលប៊ីចេងទឹកត្រីហ្នឹងណាមែនបងប្អូនស៊ុបរបស់យើងឈ្ងុយខ្លាំងឈ្ងុយរសជាតិដែលថាយើងងាស់ឆ្អឹងអីឈ្ងុយឆ្អឹងហ្នឹងខែនេះក្តៅខ្លាំងរៀបចំស៊ុបតែប៉ុណ្ណឹងហត់មែនតើហ្មងញ៉ាំទៅដល់កូនស្រស់សណាច់ច្រំមកកែសិនឲ្យមានកម្លាំងមកវិញអូយចឹងបងប្អូនខែនេះក្តៅហ៎ទុករបស់ឲ្យប្រយ័ត្នតិចកុំឲ្យត្រូវក្តៅឬបរិយាកាសដែលក្តៅហួតហែងបើមានទៅដល់កូនស្រស់សណាច់ច្រំទៅផ្ទះវិញកុំទុកដាក់ឲ្យត្រូវពលឺថ្ងៃអីសោះបើយើងបើកក្រោបហើយរក្សាទុកក្នុងទូទឹកកកបានរយៈពេលរហូតដល់7ថ្ងៃបើយើងបើកប្រើហើយអត់មានទូទឹកកកដាក់ទុកនៅក្រៅបានតែរយៈពេល4ម៉ោងឯងបើយើងយកមកស្តុកទុកអត់តន់ប្រើ delay របស់វាអាចទុកបានរហូតដល់1ឆ្នាំតាមការបរិច្ឆេទនៅលើសបកវេចខ្ចប់នឹងឯងទៅដល់កូនស្រស់សំណាច់ច្រលឆ្ងាញ់ហើយល្អសម្រាប់សុខភាពញ៉ាំបានចាប់ពីក្មេង2ឆ្នាំឡើងទៅរហូតដល់មនុស្សចាស់ទៅដល់កូនស្រស់សំណាច់ច្រលនេះញ៉ាំមួយថ្ងៃ3កែវហើយពេលព្រឹកញ៉ាំទៅធ្វើមានកម្លាំងហ្មងនេះធ្វើការហត់អីអញ្ចឹងញ៉ាំតែមួយកែវហ្នឹងទេធ្វើការវិញបានធម្មតាយើងមករៀបបន្លែស៊ុបឲ្យហើយនឹងសាច់មានសាច់គោមានប្រហិតគ្រប់មុខគូពងគូអីឲ្យហើយមករៀបចំសម្រាប់ភ្ញៀវប្រកបកក់ម៉ោង4ស៊ុបរបស់យើងរៀបចំតាំងពីថ្ងៃម៉ោង10ងាប់ប្រហែល3ម៉ោងអីហ្នឹងលហុងហើយនឹងឆ្អឹងអីផុយអស់ហើយចូលជាតិចូលគ្រឿងនឹងឈ្ងុយហើយបើថាសរសៃកាយវិញណាអូយផុយកាត់មកអន្ថលឈ្ងុយអូយឈ្ងុយក៏ឃើញសក់ទឹកមាត់តំណងខ្លាំងហ្នឹងថ្ងៃហ្នឹងភ្ញៀវកក់ញ៉ាំសម្រាប់ជុំគ្រួសាររបស់គាត់ថ្ងៃទិវាអ្នកម្ដាយគាត់នាំម៉ាក់នាំប៉ាហើយនាំក្រុមគ្រួសារគាត់មកញ៉ាំជុំគ្នាគាត់ថាគ្នាគាត់ច្រើនណាស់អ្នកលក់ណាវិញសូមញ៉ាំមួយម៉ាក់មុនហើយខ្លាញ់លក់ដល់ល្ងាចឡើងតរំតែចប់ភ្ញៀវទៅខកមកមួយម៉ាក់រីបុណ្យទិវាអ្នកម្ដាយជូនពរអ្នកម្ដាយគ្រប់រូបមានសុខភាពរឹងមាំជម្រាបលាបងប្អូនទាំងអស់គ្នា